bạn chắc là lời dân bật to lời về như xa grammar tí phí chắc grammar bị chân vì trên tờ đại đấy nè bữa sinh chip o là xa an mê là xa thôi lầm hát bà dựng ai phở bài này ta chắc let's start ok chắc từ bố dân mơ ưu tí họp ok cái tha yesterday she go to Siem Reap ok chứ cái tham sở mấy niên tới Siem Reap ok chứ dân miền bịa yesterday mà sở mình chứ cái thằng mà đa tê mà sở mình cứ chỉ bịa đại bằng hai nhầm bịa tây tại cao chứ bờ sân chia miền bịa na đài đưa hai yesterday chứ lấy nít đăng tay chia verb thu hai bà chứ nó không chụp ra được cái áo giờ miền bịa go is going goes hay nâng vần ok chứ chùm lại đại xạ xong bằng pot miền tờ mối tê cứ chùm lại đi để xạ ấy để xạ đi cứ chỉ verb to ok chứ nó ưu tiên họ giống cái đạo ấy cứ vần ok chứ ưu tiên họ bao giống cứ chùm lại đi tỏ ở lấy chân mơ tí mũi cái thang although miss thì đá để tôi能 bị makes reservation the hotel did not have the room for her chứ mình nói tha nếu ban để tôi năng ពាក្យ cọ ណា make a reservation ហ្នឹង cọ មានន័យថានាងមិនមានបន្ទប់ទេអញ្ចឹងពាក្យថា cọ ធម្មតាការ cọ កើតឡើងមុនថ្ងៃដែលយើងទៅស្នាក់នៅអញ្ចឹងណាព្រោះឲ្យពាក្យថា cọ មួយម៉ាត់គឺកើតឡើងមុនយើងធ្វើរឿងហ្នឹងមុនគេអញ្ចឹង cọ មុនយើងទៅកន្លែងណាមួយយើង cọ កន្លែងហ្នឹងអញ្ចឹងបើគេនិយាយថានាងមិនមានបន្ទប់មានន័យថានាងបានកក់មកនេះអញ្ចឹងយើងមើលចម្លើយរបស់គេទី1 A made past simple ទោះបីជានាងបានកក់ហើយកក់បន្ទប់ហើយក៏ដោយសន្តាគេមិនមានបន្ទប់សម្រាប់នាងទេអញ្ចឹងមានថាបានកក់ហើយសន្តាគេអត់មានឲ្យយើងកេងទៀតបាទអញ្ចឹងចម្លើយ A ហ្នឹងវាអាចនឹងត្រូវណាប៉ុន្តែមិនទាន់ប្រកបទេយើងមើលចម្លើយផ្សេងទៀតសិន B មានថា has made present perfect present perfect កាត់ឡើងនៅក្នុងអីគេកាលណានិយាយពី present perfect យើងនិយាយពីសកម្មភាពដែលកាត់ឡើងក្នុងអតីតកាលតមកដល់បច្ចុប្បន្នអញ្ចឹងតើតើនឹងពាក្យកក់យើងអត់កក់រហូតមកដល់បច្ចុប្បន្នទេបាទបើយើងកក់តែម្ដងគឺចប់ហើយអូខេអញ្ចឹងតើតើនឹងពាក្យកក់ present perfect គឺអត់ត្រូវទេណាអញ្ចឹងឡើយនេះគឺអត់យកទេទី3 C although ធីតា had made អានឹង past perfect past perfect ទម្រង់វា subject បូកជាមួយនឹង had បូកជាមួយនឹង verb 3អញ្ចឹង present perfect ជាទូទៅកាត់ឡើងមុន past simple វាកាត់ឡើង happen វាកាត់ឡើងមុន past simple អញ្ចឹងយើងមើលបើសិនជាធីតានឹងបានកក់មុនពេលឲ្យដល់ពេលនាងទៅគេងគឺអត់មានបន្ទប់គេងទេមានថាសន្តាគារហ្នឹងគឺផ្លេចឬក៏ធ្វើឲ្យបាត់ទៅន័យទៅនឹងការកក់របស់គាត់អូខេអញ្ចឹងចឹងបើយើងយក present past perfect ប្រហែលជាអាចត្រូវជា past simple ទៀតអញ្ចឹងណាចម្លើយ D present simple គឺអត់ត្រូវតែម្ដងវាតកតនឹង present simple ទេព្រោះអី present simple និយាយអំពីទម្លាប់ប្រចាំថ្ងៃអូខេអញ្ចឹងជំរើសដែលត្រឹមត្រូវបំផុតគឺចម្លើយ C ណាដោយសារអីនាងបានកក់មុនពេលដែលនាងទៅដល់អញ្ចឹង past perfect គឺត្រឹមត្រូវបំផុតនៅទីនេះបាទទី3គេថា I get on the bus when I drop my wallet ខ្ញុំជិះឡានក្រុងនៅពេលដែលខ្ញុំបានជ្រុះកាបូបលុយអញ្ចឹងជ្រុះកាបូបកាត់ឡើងនៅក្នុងអតីតកាលអញ្ចឹងបើយើងជ្រុះកាបូបនៅក្នុងអតីតកាលមានថាយើងជិះឡានក៏ក្នុងអតីតកាលដែរអញ្ចឹងចម្លើយ A present continuous មិនមែនជាអតីតកាលទេបាទអញ្ចឹងយើងអត់យកទេចម្លើយ B present perfect កើតឡើងក្នុងអតីតកាលដល់បច្ចុប្បន្នហើយជ្រុះកាបូបលុយក៏អត់ត្រូវដែរដោយសារអី present perfect វាកាត់ឡើងនៅក្នុងអតីតកាលតមកដល់បច្ចុប្បន្នបាទតែឡានក្រុងហ្នឹងយើងជិះតែពេលមួយទេម្សិលមិញឬក៏ព្រឹកមិញអញ្ចឹងណាបាទហើយ get ចម្លើយ C get verb 1ចេះអានេះគឺជា present simple បង្ហាញពីទម្លាប់
chẳng bởi bằng hai biết tùm lót giờ ở miền bịa vân ai drop in chẳng tê bộ ấy vân ai drop mới biết tao nâng pass chẳng bịa tại mỗi cốt để tao nâng pass cứ chùm lại đi bạn chẳng cái tham ấy I was getting on the bus when I dropped my wallet មានន័យថាគាត់កំពុងខ្ញុំកំពុងជិះឡានក្រុងនៅពេលដែលខ្ញុំបានជ្រុះកាបូបបាទអញ្ចឹង I was skating on the bus ហ្នឹងវាកាត់ឡើងឬក៏វាកំពុងកាត់ឡើងនៅក្នុងអតីតកាលហើយការជ្រុះកាបូបហ្នឹងវាកាត់ឡើងនៅចន្លោះពេលមួយណាដែលគាត់កំពុងនៅលើឡានក្រុងហ្នឹងណាអូខេអញ្ចឹងសរុបមកទី2គឺចម្លើយ D ទី3 several trees fell down last night because of sin because and so អញ្ចឹងយ៉ាងម៉េចដើមឈើជាច្រើនដើមឬក៏3-4ដើមបានបាក់កាលពីយប់មិញដោយសារតែឬក៏ពីព្រោះតែខ្យល់ខ្លាំងអញ្ចឹងយើងមើលពាក្យ because of ដោយសារតែ because of ជាទូទៅបូកជាមួយនាមអញ្ចឹង because of យើងទៅចាំថា because of បូកជាមួយនឹងនាមឬក៏កន្សោះនាម sin ប្រែថាពីព្រោះ because ក៏ពីព្រោះដែរអញ្ចឹង sin និង because ជាទូទៅបូកជាមួយនឹង sentence នៅខាងក្រោយណាយើងត្រូវការ sentence មួយទៀតនៅពីក្រោយនេះ because ក៏អញ្ចឹងដែរវាត្រូវការ sentence នៅពីក្រោយអូខេ so ដូច្នេះបង្ហាញពីលទ្ធផលអញ្ចឹងកន្លែងនេះអត់តទៅនឹងលទ្ធផលទេអានេះវាតទៅនឹងមូលហេតុអញ្ចឹង so គឺអត់ត្រូវបានប្រាណទីនេះទេអញ្ចឹងចម្លើយដែលសមបំផុតគឺចម្លើយ A ដោយសារអី because of បូកជាមួយនាមហើយ strong wind នេះគឺជានាមអូខេអញ្ចឹងលេខ3គឺចម្លើយ A អូខេ because of អញ្ចឹងយើងចំណាំថា because of បូកជាមួយនាមហើយ because of ជាទូទៅវាចូលនៅពីក្រោយកិរិយាសព្ទអូខេដោយសារតែ because of គឺជា adverb អូខេតោះលេខ4លេខ4 we eat or we don't eat we won't eat at that restaurant during the last few months ពួកយើងមិនបានញ៉ាំអីនៅក្នុងភោជនីយដ្ឋានមួយនោះ during the last few months ប្រហែលខែចុងក្រោយនេះជាងប្រហែលខែចុងក្រោយនេះមានន័យថាតាំងពីប្រហែលខែមុនដល់ឥឡូវនេះអញ្ចឹងជាងសកម្មភាពដែលកាត់ឡើងតាំងពីមុនដល់ឥឡូវវាចូលទម្រង់ perfect កាត់ឡើងនៅអតីតកាលតដល់បច្ចុប្បន្នអញ្ចឹងណា present perfect subject បូកជាមួយនឹង have បូកជាមួយនឹង verb 3ករណី he she it subject បូក has បូក verb 3ដូចគ្នាអូខេអញ្ចឹងសកម្មភាពមួយហ្នឹង present perfect ជាទូទៅកាត់ឡើងនៅក្នុងអតីតកាលតដល់បច្ចុប្បន្នអញ្ចឹងណាអញ្ចឹងវាត្រូវនឹងលក្ខខណ្ឌមួយហ្នឹងគាត់ពួកយើងមិនបានញ៉ាំអីនៅក្នុងភោជនីយដ្ឋានហ្នឹងប្រហែលខែចុងក្រោយនេះអញ្ចឹងមួយណា present perfect A don't eat អត់ត្រូវទេ won't តើតងនឹងអនាគតក៏អត់ត្រូវដែរ didn't eat past simple កាត់ឡើងនិងបញ្ចប់នៅក្នុងអតីតកាលក៏អត់ត្រូវដែរអញ្ចឹងមាននៅចម្លើយមួយគត់គឺ haven't បើ haven't គឺជាអតីតកាលនៃពាក្យ have អញ្ចឹងណាអញ្ចឹង subject បូក haven't ឬក៏ have not បូក verb ដូចគ្នាអញ្ចឹងបើសិនជាករណីបដិសេធយើងថែមតា not មកបានហើយអញ្ចឹងណាអូខេបាទអញ្ចឹងលេខ4របស់យើងគឺចម្លើយ C បាទសង្ឃឹមថាបងប្អូនចាប់បានតោះចុងក្រោយគេ number 5 ជាង number 5ករណី conditional teacher ប្រាប់ពីរបៀបចំណាំហ្មងណាថាយើងមើលរបស់មួយនេះយើងមើល if clause របស់វាយើងមើលកន្លែង if ឬក៏យើងមើលកន្លែងthe result clause នេះក៏បានដែរជាងករណីបើសិនជាយើងឃើញថាយើងចំណាំថា if បូកជាមួយនឹង subject បូកជាមួយនឹង verb 1អញ្ចឹងខាងនេះត្រូវតែមាន will អូខេ will បូក verb អញ្ចឹងណាតែបើសិនជាកន្លែង if នេះមាន subject មាន verb 2នៅមួយចំហៀងទៀតត្រូវការ would យើងចំណាំអញ្ចឹងណា
ចឹងបើសិនជាមាន verb 1យើងមាន will តែបើសិនជាមាន verb 2យើងមាន would បូក verb 1 អូខេចឹងករណីកន្លែងនេះយើងមាន verb draw គឺជា verb 2ចឹងបើសិនជា verb 2ខាងនេះត្រូវការ would ហើយចឹងចម្លើយ would របស់យើងមាន3 A would have C 1 B 1 1អត់យកទេ1ទៅនឹង will ហ្នឹងចឹង would មួយទៀត would have had would have អត់ហ្នឹង verb អីគេ would have ហ្នឹង perfect ហ្នឹងអត់ត្រូវទេអញ្ចឹងចម្លើយមាន2មាន A មាន D អញ្ចឹងយើងមើលតារាបើយើងយក A តារានឹងមានគ្រោះថ្នាក់បើសិនបើគាត់បើកបរប្រុងប្រយ័ត្នបាទអញ្ចឹងវាស្ដាប់ទៅសមហេតុផលទេគាត់នឹងមានគ្រោះថ្នាក់បើបើកបរប្រុងប្រយ័ត្នបាទពាក្យហ្នឹងវាអត់ស៊ីគ្នាដោយសារតែវាអត់សមហេតុផលតែបើយើងយកចម្លើយ D Mr. Dara នឹងមិនមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នោះទេប្រសិនបើគាត់បើកបរដោយប្រុងប្រយ័ត្នជាងនេះបាទអញ្ចឹងពាក្យ D វាត្រូវទាំងអត្ថន័យត្រូវទាំងវេយ្យាករណ៍ណាអញ្ចឹងចម្លើយទី5របស់យើងគឺ D អញ្ចឹងទៅចុះសង្ខេបឲ្យមកវិញបន្តិចតើទៅនឹង grammar របស់យើងបាទអញ្ចឹងទី1ម្ដងទៀតគឺចម្លើយ D present past perfect ទី2 past continuous ទី2 D ទី3យើងយក because of ដោយសារតែ because of បូកជាមួយនឹងនាមទី4ដោយសារមាន during the last few months ប្រហែលខែចុងក្រោយនេះអញ្ចឹងយើងយកចម្លើយ C present perfect ហើយចុងក្រោយគេទី5ដោយសារតែមាន verb to យើងត្រូវការ would បូក verb ហើយ would មាន2ប៉ុន្តែ would ចុងក្រោយគឺ wouldn't នេះត្រូវជាងដោយសារតែវាបកប្រែមកត្រូវជាងចម្លើយទី1បាទអញ្ចឹងសរុបមកចម្លើយរបស់យើងគឺប៉ុណ្ណឹងតោះឥឡូវយើងចូលរម៉ាំងទី3 part 3 vocabulary ជា vocabulary រៀងពិបាកណាបើសិនជាយើងអត់សូវអានសភៅអត់សូវជួបលំហាត់បើយើងអត់ដែរជួបយើងពិបាកក្នុងការឆ្លើយសំណួរនឹងខ្លាំងណាស់អញ្ចឹងយើងត្រូវការរៀនឲ្យបានច្រើនទៅនឹង vocab ហ្នឹងណាយើងព្យាយាម take note ព្យាយាមអានព្យាយាមបកប្រែព្យាយាមបង្កើតល្បះទីក៏យកវាមកនិយាយឲ្យបានរាល់ថ្ងៃទើបយើងចាំវាបានយូរតោះអញ្ចឹងកន្លែងនេះទី1ទីជិះកែពី example មកហ្មងអញ្ចឹងយើងមើល example when I was 12 my father taught me how to play chess ជិះទៅនឹង chess chess គឺជាល្បែងឬក៏ game អញ្ចឹងធម្មតាទៅគេ play ណា game គេ play អញ្ចឹងយើងអត់ប្រើពាក្យ do ឬក៏ make ទេអូខេតោះអញ្ចឹងចម្លើយទី1របស់យើងគឺចម្លើយ play ទី1 I am really of my son who won the first prize in the art competition ខ្ញុំពិតជារីករាយ please រីករាយ proud មានមោទនភាពចំពោះ delighted រីករាយ happy រីករាយទៀតបាទខ្ញុំពិតជារីករាយឬក៏មានមោទនភាពចំពោះកូនរបស់ខ្ញុំដែលបានទទួលពានរង្វាន់ចំណាត់ថ្នាក់ទី1នៅក្នុងការប្រកួតសិល្បៈ art competition បាទអញ្ចឹងជាទូទៅយើងចំណាំថាដូចពាក្យ please ចឹង please to meet you delighted to happy វាច្រើនបូកជាមួយនឹង to ណាអត់មាន of ទេអញ្ចឹង clip របស់យើងជាទូទៅគេប្រើពាក្យ proud of អូខេ proud of បាទអញ្ចឹងចម្លើយរបស់យើងទី1គឺចម្លើយ B proud of អូខេបាទទី2 we need to responsibility for improving our local community ពួកយើងត្រូវទទួលខុសត្រូវឬក៏មានទំនួលខុសត្រូវសម្រាប់ការពង្រឹងសហគមន៍នៅក្នុងតំបន់របស់ពួកយើងអញ្ចឹងមនុស្សគ្រប់រូបនៅក្នុងភូមិត្រូវមានទំនួលខុសត្រូវក្នុងការជួយសហគមន៍យើងឲ្យរីកចម្រើនបាទអញ្ចឹងពាក្យថាមានទំនួលខុសត្រូវយើងមើលតោះអញ្ចឹងយើងមានពាក្យ have responsibility អាហ្នឹងបើតាមខ្មែរយើងត្រូវហ្មង have មាន responsibility ទំនួលខុសត្រូវបាទ have responsibility
ចឹងបើបកប្រែមកត្រូវមកប៉ុន្តែភាសាអង់គ្លេសវាដូចខ្មែរយើងឯជួនកាលវាផ្ទុយពីអ្វីដែលយើងនិយាយនៅភាសាខ្មែរអញ្ចឹងណាអញ្ចឹងឡើយហ្នឹងយើងអាចប្រើពាក្យ have ទេបាទគេប្រើពាក្យ take responsibility មានថាយើង take ដូចថាយើងធ្វើសកម្មភាពអញ្ចឹងណាធ្វើសកម្មភាពអីមួយពាក្យ take action បាទអញ្ចឹងកន្លែងហ្នឹងតើតើនឹងពាក្យថាមានទំនួលខុសត្រូវនេះយើងប្រើពាក្យ take responsibility បាទយើងអត់ប្រើពាក្យ have ពាក្យ make និងពាក្យ give ទេបាទអញ្ចឹងចម្លែករបស់យើងគឺចម្លែក C អញ្ចឹងទី1របស់យើងគឺ B ទី2 C ទី3ទី4ទី5អូខេអញ្ចឹងយើងចូលទី3 It's important to set yourself clear so you can know what you are aiming for វាសំខាន់ណាស់ក្នុងការនេះកំណត់ខ្លួនឯងនៅស្អីមួយដ៏ច្បាស់លាស់អីគេដូច្នេះអ្នកដឹងពីអ្វីដែលអ្នកចង់បាន aiming for អ្វីដែលយើងកំណត់ចង់បាន aim បាទអញ្ចឹងយើង aim ចង់បានអីគេអញ្ចឹង aim ចង់បានអីគេវាតេតទៅនឹងពាក្យណា this ambition មហិច្ឆតា opportunity ឱកាស decision ការសម្រេចចិត្ត goal គោលដៅបាទតើពាក្យណាដែលត្រូវជាងគេអញ្ចឹងវាសំខាន់ណាស់ក្នុងការកំណត់មហិច្ឆតាដើម្បីទទួលបានអ្វីដែលយើងនេះ aiming for អ្វីដែលយើងកំណត់គោលដៅសម្រាប់បាទអញ្ចឹងមហិច្ឆតាអត់ត្រូវទេបាទអញ្ចឹងពាក្យដែលត្រូវជាងគេនេះពាក្យ aim វាស្មើនឹងពាក្យ goal នឹងឯងអញ្ចឹងណាអញ្ចឹងមនុស្សម្នាក់ៗត្រូវការកំណត់គោលដៅក្នុងជីវិតអញ្ចឹងណាអញ្ចឹងក៏ set yourself clear goal អញ្ចឹងឱកាសក៏អត់កំណត់បានដែរការសម្រេចចិត្តក៏យើងកំណត់ការសម្រេចចិត្តដើម្បីអ្វីដែលយើងសម្រេចចិត្តនេះកំណត់ការសម្រេចចិត្តដើម្បីទទួលបានអ្វីដែលយើង aim for ក៏អត់បានដែរអញ្ចឹងណាអញ្ចឹងពាក្យដែលត្រូវជាងគេគឺពាក្យ goal បាទអញ្ចឹងចម្លើយទី3របស់យើងគឺចម្លើយ D បាទទៅចេញនិយាយរៀងពិបាកយល់បន្តិចប៉ុន្តែសំខាន់ពាក្យ aiming for ហ្នឹងវាតកតទៅនឹងពាក្យ goal ហ្នឹងឯងអញ្ចឹងណាអូខេលេខ4 according to the weather យោងទៅតាមយោង based on ឬក៏ according to the weather information survey ឬក៏ forecast there will be rain tomorrow គឺថាផ្អែកទៅលើអាកាសធាតុឬក៏អ្វីមួយទៅទៅនឹងអាកាសធាតុហ្នឹងនឹងមានភ្លៀងនៅថ្ងៃស្អែកធម្មតាទេនៅពេលដែលយើងដឹងថាថ្ងៃណាមួយភ្លៀងឬក៏អត់ភ្លៀងអញ្ចឹងធម្មតាកម្មវិធីមួយហ្នឹងគឺយើងដឹងតាមរយៈការព្យាករណ៍អាកាសធាតុបាទអញ្ចឹងពាក្យព្យាករណ៍អាកាសធាតុគឺចម្លើយ D weather forecast ការព្យាករណ៍អាកាសធាតុបាទអញ្ចឹងទៅចេះប្រាប់ចម្លើយហ្មងទៅចម្លើយ D ហើយពាក្យ program weather program អាហ្នឹងអាចថាមានដែរតើតើនឹងកម្មវិធីទូទស្សន៍អីចឹងណាប៉ុន្តែកម្មវិធីដែលប្រាប់យើងថាភ្លៀងឬមិនមានភ្លៀងអីហ្នឹងតើតើនឹង weather forecast information ព័ត៌មានទូទៅអូខេព័ត៌មានហ្នឹងមិនមែនព័ត៌មាននៅលើទូទស្សន៍ណា web information តើតើនឹងទិន្នន័យអូខេ survey ការស្ទង់មតិបាទអញ្ចឹងតើតើនឹងការស្ទង់អត់មានការស្ទង់មតិទេបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវបំផុតគឺចម្លើយ D ណាបាទ number 5 the last one many people believe that violent computer game can have a harmful on children គេថាមនុស្សជាច្រើនជឿថា game computer ដែលតទៅនឹងការវាយតប់អីហ្នឹងឬក៏ការបាញ់គ្នាអីហ្នឹងណាហៅថា violent computer game អាចមានឥទ្ធិពលមិនល្អទៅលើកុមារអញ្ចឹងឥទ្ធិពលយើងមានពាក្យ2មាន effect ហើយនិង affect អញ្ចឹង damage ការបំផ្លាញ involvement ការពាក់ព័ន្ធអញ្ចឹងណាយើងកន្លែងហ្នឹងពាក្យដែលត្រឹមត្រូវគឺឥទ្ធិពលអាក្រក់ទៅលើកុមារឬក៏ឥទ្ធិពលមិនល្អទៅលើកុមារអញ្ចឹងយើងមក effect ថ្នាក់ពាក្យវិជ្ជនាមបាទដល់ពេល affect ថ្នាក់ពាក្យវាជា verb អញ្ចឹងណាអញ្ចឹងបើសិនជា verb យើងអាចដាក់ជាមួយនឹងបានទេបានណាតែអត់ទេអញ្ចឹងចម្លើយរបស់យើងគឺចម្លើយ A effect ថ្នាក់ពាក្យវិជ្ជនាមបាទអញ្ចឹង effect ប្រែថាឥទ្ធិពលដល់ពេល affect ប្រែថាប៉ះពាល់អញ្ចឹងណាយើងចម្លើយដែលត្រឹមត្រូវបំផុតគឺចម្លើយ
A បាទអញ្ចឹងលេខ5របស់យើងបានចម្លើយ A បាទអូខេតោះសង្ឃឹមថាពួកយើងរៀនសូត្របានច្រើនណាពីវីដេអូមួយហ្នឹង and I hope it help you with your coming soon exam okay and I wish you all the best and see you in the next video and for part 4 I will do another video for you if I have some time so hope to see you again